នៅក្នុងវីដេអូនេះខ្ញុំឲ្យ3ចំណុចធំដើម្បីបន្សាបចិត្តខឹងឬក៏ចិត្តគំនុំពំគួនពីចំណុចធំគឺសម្រាប់អ្នកដែលមិនទាន់រៀនបរមត្ថធម៌ក៏អាចពិចារណាបានតែចំណុចចុងក្រោយគឺជាចំណុចពិសេសដែលងាយស្រួលសម្រាប់អ្នកសិក្សាបរមត្ថហើយជាចំណុចសំខាន់ជាងគេចំណុចទី1ខ្ញុំលើកអំពីទុតិយអធិតវិញ្ញាសូត្រដែលព្រះសារីបុត្រលោកសម្ដែងយើងរៀបរាប់នៅក្នុងជាលក្ខណៈបុគ្គលជាបែបបញ្ញត្តិបុគ្គលនៅក្នុងលោកហ្នឹងអាក្រក់បំផុតអាក្រក់ល្មមល្អរហូតដល់ល្អបំផុតមាន5ចំណុចបុគ្គលខ្លះក្នុងលោកនេះល្អពាក្យសម្ដីប៉ុន្តែអំពើមិនល្អនឹងមួយចំណុចបុគ្គលខ្លះក្នុងលោកនេះពាក្យសម្ដីមិនល្អប៉ុន្តែធ្វើអំពើល្អបុគ្គលខ្លះទៀតទាំងពាក្យសម្ដីក៏មិនល្អទាំងអំពើក៏មិនល្អក៏ប៉ុន្តែមានចិត្តល្អខ្លះនឹងជាបុគ្គលចំណុចទី3ហើយបុគ្គលចំណុចទី4នោះគឺពិនិត្យយ៉ាងណាក៏មិនឃើញសេចក្តីល្អដែរអាក្រក់ទាំងកាយអាក្រក់ទាំងវាចាអាក្រក់ទាំងចិត្តហើយបុគ្គលទី5គឺជាមនុស្សល្អគ្រប់យ៉ាងតើក៏បីធ្វើទុកក្នុងចិត្តយ៉ាងណាចំពោះបុគ្គលទាំង5ប្រភេទនេះបុគ្គលទី1ដែលមានពាក្យសម្ដីល្អពីរោះពិសាររហូតដល់អាចណែនាំបុគ្គលដទៃបានក៏ប៉ុន្តែចំពោះអំពើផ្ទាល់ខ្លួនរបស់គាត់មិនល្អទេហើយពាក្យសម្ដីរបស់គាត់គេអាចយកជាគំរូបានឬថាយកទៅអនុវត្តអាចកើតជាប្រយោជន៍បុគ្គលបែបនេះលោកឲ្យឧទាហរណ៍ដូចជាភិក្ខុដែលលោកមានជីវរដាច់អញ្ចឹងលោកត្រូវការកណាត់យកមកប៉ះអញ្ចឹងលោកដើរទៅគំនូរសម្រាមទៅឃើញកណាត់សម្ពុតចាស់ដែលគេបោះចោលអញ្ចឹងវាមានទាំងដាច់ទាំងផុយហើយវាមានទាំងដែលនៅល្អលោកឲ្យជ្រើសរើសយកចំណុចដែលល្អហ្នឹងយកមកប៉ះជីវរប្រើប្រាស់គឺឲ្យមើលបុគ្គលហ្នឹងត្រង់ចំណុចល្អអញ្ចឹងបើពាក្យសម្ដីគាត់និយាយត្រូវឲ្យយកអាហ្នឹងយកកន្លែងនិយាយត្រូវហ្នឹងរឿងការដែលគាត់ធ្វើខុសគឺជាការទទួលខុសត្រូវខ្លួនគាត់ប៉ុន្តែបើយើងផ្ដោតទៅលើអំពើអាក្រក់ផ្លូវកាយរបស់គាត់ពិតណាស់តែយើងមិនពេញចិត្តទេប៉ុន្តែបើយើងផ្ដោតទៅលើសេចក្តីល្អដែលមកតាមវិចាររបស់គាត់អញ្ចឹងវាមានន័យត្រូវខាងក្រៅទេបុគ្គលទី2អាចពាក្យសម្ដីមិនល្អទេជាទម្លាប់របស់គាត់និយាយអាមឹងឯងហងអីចឹងប៉ុន្តែបើនិយាយពីអំពើរបស់គាត់ល្អចេះជួយទុក្ខរៈអ្នកដទៃយកចិត្តទុកដាក់មើលថែអញ្ចឹងចុះហើយមិនប្រព្រឹត្តខុសច្បាប់ខុសសិលអីជាដើមអញ្ចឹងមនុស្សយើងច្រើនឆាប់ខឹងគ្នាដោយសារពាក្យសម្ដីមិនល្អដែលនៅផ្នែកខាងលើលោកប្រៀបដូចជានៅក្នុងស្រះទឹកមួយដែលមានចកហ្នឹងគឺជាជលជាតិមួយយ៉ាងដែលអណ្ដែតនៅលើទឹកស្រះហ្នឹងកាលណាវាដុះច្រើនទៅវាបាំងទឹកខ្លាំងអស់រលីងទៅអញ្ចឹងអ្នកដែលត្រូវការទឹកហ្នឹងបើមិនចេះវាចកចេញទេប្រកាសជាប៉ះតែចកហើយដូចគ្នានឹងយើងទៅក្នុងបុគ្គលខ្លះដែលគាត់ពាក្យសម្ដីមិនល្អអញ្ចឹងណាប៉ុន្តែយើងបានជាចោលនៅអំពើល្អនៅច្រើនរបស់គាត់អញ្ចឹងលោកឲ្យយើងទុកបុគ្គលហ្នឹងដូចជាស្រះទឹកដែលគ្របទៅដោយចកបុគ្គលឆ្លាតគឺវាចកនឹងចេញដើម្បីដងទឹកដូចគ្នានឹងយើងមើលទៅលើបុគ្គលខ្លះដែលពាក្យសម្ដីមិនល្អប៉ុន្តែអំពើរបស់គាត់ធ្វើល្អមានប្រយោជន៍ច្រើនដល់ខ្លួនគាត់ដល់គ្រួសារដល់សង្គមជាតិបុគ្គលទី3ដែលយើងមើលទៅពាក្យសម្ដីក៏មិនល្អអំពើក៏គាត់ធ្វើមិនល្អប៉ុន្តែគាត់មានពេលគិតល្អម្ដងបើទោះជាគាត់មិនបានធ្វើការងារល្អច្រើនដល់សង្គមទូទៅក៏ប៉ុន្តែគាត់នៅមានចិត្តអនុគ្រោះចេះអនុគ្រោះដល់ឪពុកម្ដាយដល់បងប្អូនដល់អ្នកជិតខាងបន្តិចបន្តួចដែរបុគ្គលបែបហ្នឹងលោកឲ្យយើងឧបមាដូចជាអ្នកដើរផ្លូវឆ្ងាយហើយជាធម្មតាអ្នកជនបទដឹងរឿងហ្នឹងដូចពេលដីវាទន់ទៅគោឬក៏ក្របីវាជន់ទៅវាលិចទៅក្នុងដីទៅវាដកជើងមកវិញវានៅសល់ប្រហោងជើងហ្នឹងដល់ពេលវាត្រូវក្តៅទៅអីទៅវារឹងដូចជាក្លុកមួយដល់ពេលភ្លៀងធ្លាក់មកទឹកនឹងដក់នៅក្នុងក្លុកជើងគោហ្នឹងហើយយើងអ្នកដើរផ្លូវស្រេកទឹកអត់មានបំពង់ទឹកអត់មានទឹកសុទ្ធអីតាមខ្លួនទេចិត្តហ្នឹងក៏គ្មានបឹងបួរទន្លេអីដែរមានតែទឹកនៅក្នុងក្លុកជើងគោហ្នឹងបើសិនបើយើងរូបទៅក្បង់ភ្លាមវាល្អអស់បើសិនបើយើងដើរខុសយើងមិនអាចបំបត្តិការខាស់កបានទេអញ្ចឹងទៅអ្នកតាមជនបទដឹងច្បាស់ថាត្រូវធ្វើយ៉ាងម៉េច